បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទឈុនអញ្ចឹងគឺវីដេអូនេះដែរខ្ញុំចង់មកប្រាប់បងប្អូនតាក់ទងអំពីរបៀបធ្វើឲ្យទូរស័ព្ទ Android ដើរលឿនជាងមុនអញ្ចឹងបាទដើរដូចថា touch screen ទៅវាល្អជាងមុនបងប្អូនបាទដូចថា smooth ជាងមុនអញ្ចឹងបាទជាធម្មតាទូរស័ព្ទដែលយើងទិញមកទូរស័ព្ទខ្លះទៅអូសទៅវាអត់ទៅល្អបងប្អូនអូសនិយាយទៅដូចថាវាអត់ទៅ smooth អញ្ចឹងគឺវីដេអូហ្នឹងខ្ញុំមកប្រាប់បងប្អូនពីចំណេះដឹងមួយហ្នឹងបាទហើយនឹងពេលយើងចុចចូលកម្មវិធីនេះយើងចុចចូលយើងអាយ៉ែទៅវាយើងចូលទៅក្នុង YouTube ចូលទៅក្នុងអីចឹងវាលឿនជាងមុនអីចឹងបាទវាលឿនជាងមុនដើរលឿនជាងមុនបាទអញ្ចឹងមុននឹងឈានដល់វីដេអូមួយហ្នឹងសូមបងប្អូនដែលចូលមើលថ្មីសូមចិត្តបងប្អូនជួយចុចជាវខ្ញុំម្នាក់មួយផងបងប្អូនបាទដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបានអញ្ចឹងបាទអញ្ចឹងជាដំបូងបងប្អូនចូលមកកាន់ setting មកបាទកន្លែងការកំណត់ហ្នឹងទីបងប្អូនចូលកន្លែងការកំណត់ហ្នឹងមកបាទចុចលើការកំណត់មកបន្ទាប់មកបងប្អូនអូសឡើងលើរួចឲ្យបងប្អូនជ្រើសយកនេះបាទកន្លែងការបង្ហាញហ្នឹងមកនឹងពន្លឺហ្នឹងបងប្អូនចុចកន្លែងហ្នឹងមកបន្ទាប់មកបងប្អូនអូសឡើងលើបាទអូសឡើងលើមករួចទៅបងប្អូននេះមើលអាកន្លែងនេះបាទអាកន្លែង 120Hz ហ្នឹងបាទបងប្អូនចុចកន្លែងហ្នឹងមកអញ្ចឹងចំណុចហ្នឹងវាមានឲ្យយើងជ្រើសរើសបាទដូចថាបងប្អូនចង់ជ្រើសរើសយក 60Hz 90Hz 120Hz តែបើបងប្អូនមិនចង់ដូចថាយើងរាំងសុំចៃថ្មអញ្ចឹងបងប្អូនជ្រើសយក60Hz ទៅបាទដូចថាអាហ្នឹងលំដាប់ដូចថាទី1បាទទី2 90Hz បាទអាហ្នឹងវាដើរលឿនល្មមបាទដល់ពេលអាទី3 120នោះវាដើរលឿនខ្លាំងអញ្ចឹងបងប្អូនជ្រើសយកអាទី3ទៅបាទហើយការចេញការចូលថយនៅពេលយើងមើល Facebook មើលអីហ្នឹងវាដើរលឿនជាងមុនណាបងប្អូនបាទពេលយើងអាយ៉ែអីចឹងបាទយើងចូល YouTube ចូលអីចឹងវាដើរលឿនជាងមុនបាទអញ្ចឹងគឺចំណេះដឹងហ្នឹងអត់មានអីច្រើនទេគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណច្រើនជំរាបលាបាយបាយ